បាទជំរាបសួរខ្ញុំបាទឈ្មោះតលសនីរស់នៅភូមិសំឡូតឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបងបាទបច្ចុប្បន្នខ្ញុំជាម្ចាស់ចកាតារ៉េននៅសំឡូតនេះផងដែរហើយក៏ជាអ្នកគ្រប់គ្រងនៅសំឡូតរីសតទីតាំងនេះផងដែរបាទបច្ចុប្បន្នរីសតនេះទទួលភ្ញៀវបានរយៈពេលចូលជិត1ឆ្នាំហើយបាទជិត1ឆ្នាំបាទយើងចាប់ផ្ដើមធ្វើនឹងខែ11ឆ្នាំ2023បាទរហូតដល់ឥឡូវបាន1ឆ្នាំជាងហើយបាទអញ្ចឹងចាប់ដើមទទួលខែ11ដែរបាទអញ្ចឹងចូល1ឆ្នាំហើយបាទសល់ប្រហែលខែទៀតហើយអរគុណភ្ញៀវទាំងអស់បាទដែលគាត់មកគាត់គ្រប់ត្រូលមកលេងកម្សាន្តហើយតាក់ទងនឹងសំណុំរីសតនេះតាក់ទងនឹងខ្យល់អាកាសបាទនឹងទីសភាពបរិយាកាសគឺល្អបាទខ្យល់រហូតចឹងដល់ថ្ងៃបាទភ្ញៀវគាត់មកគាត់ចូលចិត្តបរិយាកាសបែបនេះបាទសម្រាប់ទីតាំងបាទសំណុំរីសតគឺយើងអត់ប្របាក់រត់ទេបងប្អូនបាទយើងមកពីបាត់ដំបងមកដល់ជាវមកដល់រ៉េដេចូលតាមផ្លូវរ៉េដេហ្នឹងជិះតាមថ្នល់កស៊ូរហូតពេលច្រើនភ្ញៀវតមកមុនគាត់ម៉ែបគាត់រត់ទៅតាមផ្លូវក្រហមប៉ុន្តែមករត់តាមថ្នល់កស៊ូមកដល់សឡូតចាស់បាទមកដល់សឡូតផ្សារសឡូតចាស់ហ្នឹងសុំភ្ញៀវបត់ស្ដាំតែ1គីឡូកន្លះគឺដល់សំណុំរីសតយើងហើយបាទសំណុំរីសតយើងបច្ចុប្បន្នទទួលភ្ញៀវធម្មតាតាក់ទងនឹងបន្ទប់ក្រេ1ហើយគេបានមនុស្សធំអស់ត្រឹម3នាក់ទេក្រេ1.6 ម៉ែត្រក្រេវាតូចដែរបាទហើយបន្ទប់ក្រេ2អស់ត្រឹម6នាក់បាទអស់ត្រឹម6នាក់ហើយសុំណែតថែមក៏អត់កើតដែរព្រោះគេអ្នកកើតក្រេតូចដែរបាទក្រេ1.6 ម៉ែត្រក្រេ2ហើយក្រេ1.8 ម៉ែត្រក្រេ2ដែរ6នាក់ហើយជាទូទៅនៅសំឡូងរីសតយើងមានសម្រាប់ភ្ញៀវគាត់អត់បានដាក់សាច់ដាក់អាហារមកអាំងគាត់អាចកំងបាយកំងម្ហូបនៅសំឡូងរីសតយើងបានអញ្ចឹងណាបាទសម្រាប់ភ្ញៀវដែលគាត់មានសាច់គាត់មកចង់មកអាំងខាងសំឡូងរីសតយើង free ចក្រានបាទខ្ជុំបាទតើតើនឹងសំឡូងរីសតយើងបច្ចុប្បន្នខាងសំឡូងរីសតគឺមានបាទដាំចំការផ្លែឈើខ្លួនឯងបាទដូចជាតារ៉េននេះបាទហើយនឹងជាបឺតបែកបាទហើយនឹងដូងមួយទៀតបាទអញ្ចឹងភ្ញៀវចង់ញ៉ាំតារ៉េនដាំដោយចំការផនសំឡូងរីសតបងប្អូនអាចបាទមកលេងហើយមកញ៉ាំតារ៉េននៅលើរីសតនេះបានបាទឬមួយក៏ចង់ទៅលេងចកាក៏មានក្រុមការងារជូនទៅដែរបាទតើតងនឹងសម្រាប់បាទខែរដូវកាលតារ៉េននេះសម្រាប់ភ្ញៀវទាំងអស់ដែលមកលេងបាទមកលេងឬមកញ៉ាំផ្លែឈើនៅស្រុកសំឡូតយើងមានបំណងចង់សម្រាកលំហែបាទបងប្អូនអាចមកសម្រាកលំហែនៅសំឡូតរីសតយើងបានបាទសំឡូតរីសតយើងបាទហើយបងប្អូនបើសៅទឹកឲ្យសូមឲ្យបងប្អូនកក់មុនមួយទឹកបាទអញ្ចឹងទេអស់បាទហើយមួយទៀតបងប្អូនចង់តាក់ទងបាទភ្ញៀវទាំងអស់ចង់តាក់ទងមកសំឡូតរីសតតាក់ទងតាមលេខទូរស័ព្ទ066 602 602បាទហើយមួយខ្សែទៀត086 55 8គាត់30គាត់បាទហើយឬមួយក៏តាក់ទងតាមเพจបាទតាមเพจសំឡូតរីសតបាទវាយអក្សរខ្មែរសំឡូតរីសតគឺនឹងចេញបាទឆាតក្នុងเพจមកគឺខ្ញុំអ្នកទទួលបាទអរគុណបងប្អូន